មនុស្សម្នាស្រីប្រុសចាស់ក្មេងជាបន្តបន្ទាប់នាំគ្នាមកអង្គុយនិងឈររងចាំនៅមុខទីលានរោងសិល្បៈមួយក្នុងបរិវេណវត្តសំរោងអណ្ដែតមុនពេលសិល្បៈដ៏កម្រប្រទះក្នុងរាជធានីចាប់ផ្ដើមសម្ដែងមនុស្សចាស់ខ្លះដែលចូលចិត្តនិងធ្លាប់ទស្សនាពីមុនមកបានវិច្ចទាំងកន្ទេលភួយមកជាមួយបំណងនឹងទស្សនាទល់ភ្លឺឬរហូតដល់ពេលល្ខោនបាសាក់សម្ដែងចប់ពីដើមមើលល្ខោនសាំងសរុនចេកម៉ាច់ដល់ឥឡូវនេះលឺល្ខោនហ្នឹងនិយាយចូលចិត្តមកមើលទើភ្លឺហ្មងអត់សម្រាប់នេះចាចូលចិត្តចឹងហ្មងតែល្ខោនទូក៏មើលដែរចូលចិត្តមើលបុរាណចាមើលទល់ភ្លឺហ្នឹងយកអីមកហើយយកទេយកមុខអាចយកគួរយកមកឲ្យចៅសម្រាប់ហើយយើងអង្គុយទើភ្លឺទៅខ្ញុំមកហ្នឹងមកមើលគេលេងហើយចង់ដឹងថានៅល្ខោននៅស្រុកពេញមិនដែរចឹងព្រោះអីធ្លាប់មើលនៅស្រុកចឹងអត់ដែរមើលបាននៅពេញទៅពេលចឹងចង់មកមើលគេឯងនៅហ្នឹងមើលសប្បាយនឹងការលំហែចិត្តនឹងការអបសោកនៅក្នុងចិត្តបច្ចុប្បន្ននេះគេតែងឃើញការសម្ដែងល្ខោនបាសាក់នៅតាមបណ្ដាខេត្តញឹកញាប់ជាងនៅរាជធានីភ្នំពេញក្នុងឱកាសអបអរខួប33ឆ្នាំនៃការកសាងវត្តសំរោងអណ្ដែតព្រះចៅអធិការវត្តបានរៀបចំការសម្ដែងល្ខោនបាសាក់3យប់ក្រោមមូលហេតុចម្បងគឺដើម្បីផ្គប់ចិត្តមនុស្សចាស់ៗដែលមកចូលរួមកម្មវិធីបុណ្យហើយនេះក្នុងបុណ្យ5ថ្ងៃមានល្ខោនបាសាក់បានមកសម្ដែងទុកឲ្យមហាជនបានមើលក្នុងវត្តអារាមព្រោះយកឃើញថាញាតិញោមព្រះបរសាទគឺអលុនគឺថាពេញចិត្តច្រើនព្រឹកគឺភ្លេងស្មាយចំណែកល្ខោនបាសាក់គឺបានតែចាស់ទេបងព្រោះល្ខោនបាសាក់ជាវប្បធម៌មួយពិសេសសម្រាប់ប្រទេសជាតិសម្រាប់យើងទាំងអស់គ្នាជាអ្នកគោរពបដិបត្តិពុទ្ធសាសនានិងជាតិឯងកាលណាបើយើងបានដឹងយល់អំពីរបៀបរឿងល្ខោនបាសាក់តាំងពីដើមមកជាវប្បធម៌មួយពិសេសសម្រាប់សង្គមនិងសម្រាប់ពុទ្ធសាសនានិងសម្រាប់វត្តអារាមដែលយើងបានកកើតឡើងមកមានឱកាសនេះចំនួនបងក្រៅតែពីការសម្ដែងសម្រាប់ចាក់ផ្សាយតាមកម្មវិធីទូរទស្សន៍ក្រុមល្ខោនបាសាក់ត្រូវបានគេអញ្ជើញឲ្យសម្ដែងនៅទីសាធារណៈក្នុងឱកាសពិសេសតែប៉ុណ្ណោះល្ខោនបាសាក់មហាជនវងទី1អល់សំអាងរាជធានីភ្នំពេញដែលកំពុងតែសម្ដែងនេះក្នុងមួយឆ្នាំមានឱកាសបង្ហាញមុខចំពោះសាធារណជនចន្លោះពី70ទៅ90រោងទីផ្សាររបស់សិល្បៈសម្ដែងបានតែក្នុងកម្មវិធីដូចជាបុណ្យកឋិនបញ្ចុះខណ្ឌសមាពុទ្ធិពិសាទបច្ច័យ4ឬបុណ្យឆ្លងសមិទ្ធផលផ្សេងតែតាមទីវត្តអារាមពឹងទៅលើវត្តអារាមនិងតាមបណ្ដាស្រុកភូមិបាទមួយឆ្នាំអាច70ទៅ80បាទឆ្នាំខ្លះអាចដល់90ហើយកម្មវិធីបុណ្យគេនិយមច្រើនធ្វើរដូវដូចជាកឋិនទានរដូវច្រូតកាត់ហើយដូចតែខែ1ខែ2ខែ3ខែ4ខែចែកក្រោយចូលឆ្នាំហ្នឹងខែ6ហ្នឹងគឺភាគច្រើនគឺកម្មវិធីចម្លោះពីនឹងពួរដូវអត់សូវមានទឹកភ្លៀងក៏ប៉ុន្តែរដូវវស្សាដូចជាខែ7ខែ8ខែ9ខែ10 4 ខែហ្នឹងគឺមិនសូវនិយមទេល្ខោនបាសាក់មហាជនវងទី1អល់សំអាងរាជធានីភ្នំពេញបង្កើតឡើងតាំងពីខែមិនិនាឆ្នាំ2007ដោយមានសមាជិកប្រមាណ40នាក់ភាគច្រើនសុទ្ធតែជាអ្នកសិល្បករមានជំនាញស្រាប់ក៏កើតឡើងក្នុងកំឡុងពេលល្ខោនបុរាណកំពុងបាត់បង់ប្រជាប្រិយភាពក្រុមល្ខោនបាសាក់អល់សំអាងត្រូវតស៊ូយ៉ាងលំបាកលំបិនទម្រាំអាចគង់វង្សបានដល់សប្តាហ៍ថ្ងៃ10ឆ្នាំជាងនេះខ្ញុំតស៊ូទាំងទឹកភ្នែកទាំងកំសត់ទាំងវេទនាតាមបណ្ដាស្រុកភូមិទៅលេងទៅភ្លៀងផ្គរខ្វះមុខខ្វះក្រោយក៏ប៉ុន្តែខ្ញុំតស៊ូហើយខ្ញុំក៏បានប្រឡងជាប់គេណាប្រឡងជាប់ថ្នាក់ជាតិថ្នាក់អីចឹងក៏មានកិត្តិយសបន្តហើយខ្ញុំដាច់ខាតមិនបោះបង់ទេកាលណាខ្ញុំបោះបង់គឺខ្ញុំធ្វើឲ្យសិល្បៈខ្ញុំនឹងបាត់បង់ប្រជាប្រិយធ្វើឲ្យវប្បធម៌របស់បារាណខ្មែរហ្នឹងកាន់តែដុនដាតទៅទៀតខ្ញុំសម្ដែង7ឆ្នាំចាប់ពីវងល្ខោននឹងបង្កើតដំបូងគឺខ្ញុំនៅប្រចាំវងនឹងតែម្ដងចូលសម្ដែងតែម្ដងពេលខ្ញុំអត់ទាន់ចូលអាជីពល្ខោនខ្ញុំអត់ទាន់ឲ្យតម្លៃទៅលើល្ខោនទេប៉ុន្តែពេលដែលខ្ញុំចាប់បានចូលជាអាជីពជាអ្នកសម្ដែងគឺខ្ញុំមានអារម្មណ៍ថាទោះបីជាសម្ដែងល្ខោនបាសាក់ផ្នែកបុរាណគឺមានឲ្យតម្លៃខ្លាំងណាស់ទៅដល់សម្ដែងតាមភូមិឃុំអញ្ចឹងគឺមានអារម្មណ៍ថាបងប្អូនស្គាល់យើងច្រើនយើងមើលទស្សនិកជនផងបើសិនគាត់សើចចាំយើង
លេងអញ្ចឹងបើសិនគាត់អត់ស្គាល់សើចទេគឺហើយយើងលេងបន្តិចយើងចូលក្នុងអញ្ចឹងយើងរកពិធីអីទៀតឲ្យគាត់សើចដូចថាសាច់រឿងកំសត់គាត់យ៉ាងចង់មួយដេកអញ្ចឹងចូលលុកបន្តិចទៅគាត់សើចបប្រាវអញ្ចឹងចូលវិញអូពេលលេងខ្លួនអត់មានកំសត់គឺសុបាយរហូតប៉ុន្តែកំសត់តិចក៏គេវាយហើយចូលក្នុងអូយឈឺក្នុងពេលសម្ដែងតួអង្គល្ខោនមសាក់តម្រូវឲ្យផាត់មុខគូចិញ្ចើមស្របតាមចរិតលក្ខណៈរបស់តួសម្ដែងនីមួយៗដើម្បីទាក់ទាញការចាប់អារម្មណ៍តួល្ខោនអស់ទាមទារការផាត់ការតុបតែងដោយខ្លួនឯងទើបជាការពិសេសសំខាន់ការតុបតែងមុខវាជាសោភ័ណភាពជាសិល្បៈបន្ថែមលើសម្រស់របស់យើងកាលណាយើងតុបតែងមុខស្អាតបាតអញ្ចឹងធ្វើឲ្យទស្សនិកជនចាប់ចិត្តចាប់អារម្មណ៍បាទលងនឹងសម្រស់របស់យើងសម្រាប់ខ្ញុំចំណាយពេលថា1ម៉ោងឬកន្លះម៉ោងជាងបាទថា1ម៉ោងចុះយ៉ាងយូរក្នុងការតុបតែងរាងកាយឲ្យបានស្អាតបាតខ្ញុំលេង27ឆ្នាំ28ឆ្នាំហើយសម្ដែងបានគ្រប់តួទាំងអស់ទាំងតួយៈតួកាចទាំងខាងភ្លេងត្រូវស្គរនិយាយទៅបានទាំងអស់មកកាផ្លេខាងសិល្បៈបាទយើងមិនគូមុខយៈអញ្ចឹងយើងមើលទៅមុខយើងអត់ណាចមើលទៅមុខមនុស្សយើងធម្មតាដល់ចេញទៅវាអត់ធត់ដូចថាយើងរកស្រែកយៈស្រែកចេញព្រោះមុខយើងវាលើគោកដល់កាលណាយើងគូកាចអញ្ចឹងទៅយើងស្រែកយៈទៅបានវាចេញទាំងមុខទាំងសំឡេងយើងទោះបីចំណូលពីសិល្បៈល្ខោនបាសាក់ខ្សត់ខ្សោយតែសម្រាប់លោកអុលសំអាងដែលជាអ្នកផ្ដាំគំនិតនិងបង្កើតក្រុមល្ខោនបាសាក់មហាជនវងទី1រាជធានីភ្នំពេញមិនធ្លាប់គិតថានឹងបោះបង់អាជីពនេះចោលឡើយពូជខ្មែរយើងជាកូនខ្មែរយើងជាឈាមជ័រនៃសិល្បៈយើងត្រូវមានមហិច្ឆតាត្រូវប្រពុះចិត្តយើងឲ្យមាំកុំយកលុយជាធំកាលណាយើងយកលុយជាធំយើងឃើញសិល្បៈបារាណលេងបានលុយតិចៗយើងអត់នាំគ្នាសម្ដែងទៅចាប់សម្ដែងអ្វីដែលជាបានលុយច្រើនធ្វើឲ្យសិល្បៈបារាណខ្មែរវាបាត់បង់ប៉ុន្តែខ្ញុំឈរលើឆន្ទៈមួយថាទោះបានតិចបានច្រើនគឺខ្ញុំមិនគិតទេខ្ញុំគិតយ៉ាងណាគឺប្រពុះចលនាវិស័យល្ខោនបាសាក់វិស័យយេកេវិស័យសិល្បៈបារាណឲ្យដុះដាលឲ្យរីកចម្រើនចិត្តសាស្ត្ររបស់ខ្ញុំក្នុងពេលសម្ដែងទោះបីយកកាន់តែជ្រៅក្មេងៗងុយគេងបណ្ដាគេតែងតែឮសំឡេងសើចសប្បាយរបស់អ្នកទស្សនាមិនសូវដាច់នេះប្រហែលបណ្ដាលមកពីទេពកោសល្យរបស់អ្នកសម្ដែងនិងយុទ្ធសាស្ត្ររបស់ប្រធានក្រុមដើម្បីទាក់ទាញអ្នកទស្សនាឲ្យបន្តចំហមាត់បើកភ្នែកទស្សនាល្ខោនដល់ចប់និងអាចបន្តរហូតទល់ភ្លឺទៅអាស្រមដើម្បីធានាធម៌ប្រឹងប្រែង